សួរសួស្តីបងប្អូនទាំងអស់គ្នាមានសារចង់ឲ្យខ្ញុំប្រាប់តើខ្ញុំនឹកឃើញខ្ញុំមើលឲ្យអាហើយតែខ្ញុំចេញទៅក្រៅបាត់គឺមកវិញខាត់ភ្លេចចាគឺមានសារសម្រាប់បងដែលគាត់ជាអ្នក single ឬក៏ជាអ្នកដែលជា single man ឬក៏ជាអ្នកនៅ live ហើយបរោះក៏គាត់ជាអ្នក single ដូចគ្នាស្របទៅសារនេះគឺសម្រាប់អ្នកនៅ live ដែលមិនមានអ្នកណាគឺជាសារដែលគេចង់មកប្រាប់អ្នកទាំងអស់គ្នាឬក៏ soul connect របស់អ្នកទាំងអស់គ្នាចង់មកប្រាប់តាមរយៈខ្ញុំថាគេមានពាក្យចង់និយាយចឹងគឺជា energy របស់អ្នកនៅ live ពាក្យថាអ្នកនៅ live មានន័យថាអ្នកដែលកំពុងតែជជែកមើលចិត្តមើលអីគ្នាឆាតមួយគ្នារាល់ថ្ងៃអីហ្នឹងក៏អត់មានដែរណាចានិយាយទៅ full option single full option single ហើយ available ទៀតមិន single ហើយ not available ទេណាអ្នកទាំងអស់គ្នាកំពុងតែ transform ខ្លួនឯងអាចជាគេឬក៏ជាអ្នកទាំងអស់គ្នាគឺកំពុងតែ transform ខ្លួនឯងបញ្ចប់ជាមួយនឹង chapter ចាស់ឬក៏រឿងចាស់ឬក៏ខ្លួនឯងនៅក្នុង version ចាស់ដើម្បីផ្លាស់ប្ដូរខ្លួនឯងដើម្បី transit ខ្លួនឯងដើម្បីផ្លាស់ប្ដូរជីវិតខ្លួនឯងទៅកាន់អ្វីដែលល្អប្រសើរជាងមុនឬក៏គេកំពុងតែធ្វើខ្លួនឲ្យល្អដើម្បីមកជួបអ្នកទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នាត្រូវ transform ខ្លួនឯងជាមុនសិនដើម្បីជួបគេពួកវាជាសារ dream plan បងប្អូន hermit ដោយពលឺដោយបុណ្យកុសលដោយថាមពលដោយ lighting ដែលអ្នកទាំងអស់គ្នាបានប្រើប្រាស់បានអត់គឺកំពុងតែហុចផលឲ្យអ្នកទាំងអស់គ្នាព្រោះអ្នកទាំងអស់គ្នាបានធ្វើ self reflection ហើយដឹងថាខ្លួនឯងត្រូវការអីហើយដឹងថាខ្លួនឯងគួរទៅណាហើយដឹងថាខ្លួនឯងមាន standard កម្រិតណាហើយអ្នកបានមើលវីដេអូមុននឹងដឹងថាខ្ញុំបានប្រាប់ថាឲ្យទៅរៀបចំ standard ខ្លួនឯងឡើងវិញបើអត់បានឃើញអត់បញ្ហាឈើញវីដេអូនេះរៀបចំ standard របស់ខ្លួនឯងឡើងវិញណាចាតើថ្ងៃហ្នឹង new moon ផងរៀបចំទៅបងប្អូនចាអ្នកទាំងអស់គ្នាកំពុងតែនៅក្នុងចំណុចមួយដែលមានអារម្មណ៍ថាអ្នកខ្លះអាចមានអារម្មណ៍ថាកដោតក្តែងមានអារម្មណ៍ថាឯកាតែតោតែខ្ញុំចង់ប្រាប់ថាវាមិនមែនជាអារម្មណ៍តែតោទេវាគឺជាអារម្មណ៍ដែលអ្នកទាំងអស់គ្នាកំពុងតែនៅក្នុងភាវៈដែលមានលំនឹងក្នុងជីវិតនៅពេលដែលអ្នកទាំងអស់គ្នាមានលំនឹងជីវិតអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាឯកាព្រោះមិនមែនពិភពលោកបដិសេធអ្នកទាំងអស់គ្នាមិនមែនអ្នកជុំវិញខ្លួនគេបដិសេធអ្នកទាំងអស់គ្នាណាគឺអ្នកទាំងអស់គ្នាកំពុងតែបដិសេធនៅអ្វីដែលមិនមែនឬក៏មិនត្រូវជាមួយនឹងធម៌ពលរបស់អ្នកទាំងអស់គ្នាតើខ្ញុំនិយាយបងក្នុងឡុងពេលនេះឬក៏ចាប់ពីពេលនេះដែលអ្នកគ្នាបានឃើញសារនេះគួរតែ burning នៅរឿងស្មុគស្មាញភាព toxic ភាព stress ទាំងឡាយទាំងពួងរបស់អ្នកទាំងអស់គ្នាចេញព្រោះអីមានពាក្យថា burn out ឡើងមកអ្នកទាំងអស់គ្នាប្រហែលជា hot ណាស់ហើយចឹងហើយឲ្យពេលវេលាខ្លួនឯងឲ្យបានច្រើនអ្នកទាំងអស់គ្នាកំពុងតែនៅក្នុងអាការៈមួយដែលធុញថប់នៅនេះមានអារម្មណ៍ថាតានតឹង toxic សំខាន់អ្នកមួយចំនួនអាចឈានទៅដល់ការបាក់ទឹកចិត្តអ្នកមួយចំនួនទៀតក៏ទើបតែជួបការបែកបាក់អ្នកមួយចំនួនទៀតក៏ទើបតែឆ្លងកាត់រឿងដែលមិនល្អហើយនឹងរស់នៅជាមួយនឹង negative energy ផងដែរចាំមិនមានពាក្យ transform ពីខាងលើឡើងមកដោយសារតែអ្នកទាំងអស់គ្នាអាចនៅក្នុងកលៈទេសៈបែបហ្នឹងស្រីអខាប់តែយ៉ាងណាក៏ដោយការជំនះឧបសគ្គពួកអ្នកទាំងអស់គ្នាគឺជាមនុស្សពូកែខ្ញុំជឿថាអ្នកទាំងអស់គ្នាធ្វើបានពួក energy ដែលខ្ញុំចាប់បានអ្នកទាំងអស់គ្នាក៏មិនមែនជាមនុស្សដែរមិនមានអីសោះដែរចាអ្នកទាំងអស់គ្នាមានពលឺមានសម្ពាយបនមានអីបនអ្នកទាំងអស់គ្នាដូចគ្នាដូច្នេះហើយជីវិតតិចទៀតអ្នកទាំងអស់គ្នានឹងជួបជាមួយនឹងការ celebration ការចាប់ដៃគ្នាសាងទៅទំនាក់ទំនងឬក៏ friendship ថ្មីឬក៏ការ celebrate អ្វីដែលថ្មីនៅក្នុង cycle ថ្មីរបស់2026ចាប់ពីថ្ងៃ2021នេះទៅសាន់គោចរ Aries គឺជា cycle ថ្មីពិតប្រាកដរបស់ Western Astrology ដែលអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមនិងចាប់ផ្ដើមបោះជំហានថ្មីនៅក្នុងផ្លូវថ្មីនៅក្នុងឆ្នាំថ្មីពិតប្រាកដចឹងហើយ Spring ចាប់ផ្ដើមជីវិតអ្នកទាំងអស់គ្នានឹងរីកដូចផ្កាដល់ពេលដែលអ្នកទាំងអស់គ្នាត្រូវសប្បាយរីករាយព្រោះមានកាត់ឡើងមកលេខ3ដែរអាចនៅក្នុងខែ3នឹងសម្រាប់អ្នកទាំងអស់គ្នាណាចាអ្នកទាំងអស់គ្នាគូថ្មីដែលគេនឹងចូលមកក្នុងជីវិតទាំងអស់គ្នាគឺជាមនុស្សដែលមាន chemistry ដូចអ្នកទាំងអស់គ្នាចឹង chemistry កន្លែងនេះនៅយើងប្រហែលជាមិនសូវដឹងតែជាធម្មតា worldwide ពួកយើងនិយាយ chemistry គឺជាអង្គ
จะអង្គធាតហៅនិយាយគីមីវិទ្យាគឺជាធាតុផ្សំគឺជាធាតុដែលគេនឹងយើងត្រូវគ្នាដែលខ្ញុំតែងតែប្រើពាក្យថាគូស្មាបុនគូស្មាសិលបងប្អូនគេគឺជាមនុស្សដែលស្មាខេមីជាមួយនឹងអ្នកទាំងអស់គ្នាជាមនុស្សដែលមានទិសដៅអនាគតទៅវែងឆ្ងាយដូចអ្នកទាំងអស់គ្នាដែរជាមនុស្សដែលមានគំនិតមានការគិតសំខាន់គឺជាមនុស្សដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាហើយផ្ដល់នូវលំនឹងផ្ដល់នូវសេចក្តីសុខផ្ដល់នូវ peace ហើយនិង balance ឲ្យអ្នកទាំងអស់គ្នាតែម្ដងគេក៏បាននៅលំនឹងយើងក៏បាននៅលំនឹងអញ្ចឹងនេះគឺជាសារសម្រាប់បង single ចង់ប្រាប់ថាជិតដល់ពេលជួបគូណាអ្នកអាយនេះចាអញ្ចឹងចូល transform ខ្លួនឯងផងកុំភ្លេចទុកសោកទាំងឡាយទាំងពួងបើអ្នកទាំងអស់គ្នាកំពុងតែនៅក្នុងបញ្ហាផ្លូវចិត្តណាឬក៏អ្នកគ្នាកំពុងតែមិនទាន់ release ជាមួយនឹងអ្នកទាំងចាស់បានឬក៏អ្នកទាំងអស់គ្នាកំពុងតែ stressful អ្នកទាំងអស់គ្នាអាចប្រឹក្សាមួយខ្ញុំបានដើម្បីស្វែងរកការ healing ឲ្យត្រូវជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាមានស្ថានភាពដែលអ្នកទាំងអស់គ្នាជួបនឹងរឿងមួយទៀតគឺបាច់ចិត្តដែលអ្នកទាំងអស់គ្នាមានហើយបើសម្រាប់អ្នកដែលគាត់មិនចង់ប្រើប្រាស់អីញញ៉ៃមិនចង់អីទេអ្នកគ្នាអត់ទៀនចាអត់ទៀនហើយនឹងប្រើត្បូងធម្មជាតិបានចូលរៀនវគ្គ Reiki ជាមួយនឹងចក្រ healing គឺរត់តែល្អចាពាក្យហ្នឹងគឺចូលរៀនថ្ងៃហ្នឹងហើយដល់9យប់ហ្នឹងគឺខ្ញុំតម្លាក់ broadcast ឲ្យអ្នកទាំងអស់គ្នាស្ដាប់ទៅជា broadcast តែយើងនឹងមកនិយាយគ្នាដូចខ្ញុំធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាអញ្ចឹងគ្រាន់តែខ្ញុំនិយាយម្នាក់ឯងដដែលចាតែអ្នកទាំងអស់គ្នាអាចធ្វើការឆ្លើយឆ្លងមួយខ្ញុំបានតាមរយៈ direct DM មកមានបញ្ហាអីរឿងអីចង់ advice បាទក្នុងថ្ងៃនេះគឺខ្ញុំសម្រាប់ឯងចាខ្ញុំកំពុងរៀបចំចេញទៅ shopping អ្នកទាំងអស់គ្នាបើតនេពី shopping ខ្ញុំតបបានខ្ញុំនឹងតបបញ្ហាទេមិនមែនជាពេលថ្ងៃធ្វើការទេអាចនឹងមានពេលប្រឹក្សាមួយអ្នកទាំងអស់គ្នាច្រើនលើកឡើងតែពេលខ្ញុំរវល់អូខេបាយបាយជួបគ្នាយប់នេះហើយកុំភ្លេចថ្ងៃហ្នឹងថ្ងៃចៃត្រនវរាត្រីគឺគេនឹងរៀបចំកិច្ចថ្វាយម៉ែនៅវេលាម៉ោង7និងម៉ោង8យប់ហ្នឹងអញ្ចឹងបងប្អូនកូនចៅដែលគោរពបូជាអង្គម៉ែសតិទាំងអស់ចូលរួមអុជពលឺថ្វាយក្លិនក៏អូបជូនម៉ែផងដែរសម្រាប់បងមានទៀនក៏អូបក៏ថ្វាយទៀនក៏អូបតែបងមានប្រេងក៏ថ្វាយប្រេងទៅចាបើសម្រាប់ខ្ញុំគឺខ្ញុំរៀបចំថ្វាយធម្មតាហើយក៏មានប្រេងក៏មានទៀនក៏អូបអញ្ចឹងអ្នកទាំងអស់គ្នាដែរមិនបានរៀបចំទេចង់ចូលរួមបូជាថ្វាយចូលរួមបានរយៈពេល9ថ្ងៃពីថ្ងៃ19ដល់ថ្ងៃ27អរគុណ